បាទជាបឋមខ្ញុំបាទឈ្មោះអេនរស្មីតំណាងឲ្យក្រុមទី3តាក់ទងជាមួយនឹងប្រធានបទដំណើរការនៃការគ្រប់គ្រងអន្តរាគមន៍ហើយមុខវិជ្ជានេះគឺបង្រៀនដោយលោកសាស្ត្រាចារ្យប៊ីវិចិត្រជាកិច្ចចាប់ផ្ដើមយើងខ្ញុំក្រុមយើងខ្ញុំទាំងអស់គ្នាបានធ្វើការស្រាវជ្រាវតាក់ទងជាមួយនឹងប្រធានបទតាក់ទងដំណើរការនៃអន្តរាគមន៍រួចរាល់ហើយបាទអញ្ចឹងវីដេអូនេះធ្វើឡើងដើម្បីបង្ហាញអំពីដំណើរការនៃការគ្រប់គ្រងអន្តរាគមន៍ជ្រាបសួរលោកគ្រូបាទជំរាបសួរអូនហ្នឹងហើយអូនមកជួបបងមានភារៈដែរលោកគ្រូខ្ញុំចង់ស្នើកម្ចីដើម្បីបរិយាជីវកម្មហើយទីស្រុកថៃចាអូននៅភូមិណាដែរខ្ញុំចង់សួរស្អីថាខ្ញុំនៅទូបារាយឃុំកាជ័យបច្ចុប្បន្នអូនប្រកបមុខរបរធ្វើការឬក៏រស់ស៊ីលក់ដូរនៅផ្ទះចាអញ្ចឹងកម្ចីដែលអូនចង់ស្នើថាបងចង់យកទំហំបានដែរ$10,000អញ្ចឹងយក$10,000ហ្នឹងដើម្បីទៅពង្រីកមុខបងហើយនឹងជួយផ្លាក់បន្ថែមអត់ទៅអូនអញ្ចឹងនៅក្នុងខាងគោលការណ៍ខាងបងយើងផ្សេង10000យើងមានរយៈពេលតាំងពី7ឆ្នាំដល់10ឆ្នាំអញ្ចឹងបើសិនជាក្នុងនេះអូនយករយៈពេល7ឆ្នាំយើងបង់តែ$250ទេយើងយករយៈពេល7ឆ្នាំណាអញ្ចឹងការប្រាក់បងគិតឲ្យអូន1%តែបើសិនជាអូនគិតថា7ឆ្នាំវារៀងតិចឬក៏ពិបាកក្នុងការបង់ទេអាចដាក់បានរហូតដល់10ឆ្នាំអញ្ចឹង10ឆ្នាំយើងបង់តែ$230ទេពីការប្រាក់ដូចគ្នាអញ្ចឹងណាអូនហ្នឹងហើយអញ្ចឹងអូនជ្រើសរើសតើគួរយក7ឆ្នាំឬក៏10ឆ្នាំដើម្បីឯណាមានលទ្ធភាពបងសងតាមពីនេះអញ្ចឹងអូនជាក់ស្ដែងលក់ដូរនៅផ្ទះអញ្ចឹងអូនមានឯកសារអីដែលជាប្រកាសប័ណ្ណសម្រាប់ទីលក់មានអូយកជួបបងតែម្ដងបងណាចាអូអញ្ចឹងចំណូលអូនជាក់ស្ដែងក្នុងមួយខែអូនលក់ទូទៅបាន$3,000អញ្ចឹងនៅក្នុងនេះអូនចំណេញក្នុងមួយខែបានពី700ទៅ800សាច់ដែលសល់ទៅនឹងសុទ្ធណាហ្នឹងហើយអញ្ចឹងអត់អីទេបើធៀបជាមួយនឹងការបង់សងដែលបងលើកឡើងខាងលើនេះអូនអាចបង់សងត្រឡប់អាចសឹងតែគុណជា2បើសិនជាយើងបង់ទៅ7ឆ្នាំវារួចដែរអញ្ចឹងបើបងគាត់ថាឯងយក7ឆ្នាំទៅវាឆាប់ដាច់អញ្ចឹងណាហ្នឹងហើយព្រោះចំណូលរបស់យើងដល់700ដែរក្នុងមួយខែអញ្ចឹងយើងបង់តែ$250យើងនៅសល់$450ទៀតសម្រាប់ចំណាយផ្សេងប្រចាំខែណាហ្នឹងហើយអញ្ចឹងហ្នឹងហើយអូនអរគុណច្រើនលក្ខណៈហ្នឹងហើយអញ្ចឹងតែពីខាងបងតម្រូវឲ្យមានអ្នកធានាមួយអូនមានអ្នកធានាហើយនេះលោកគ្រូអ្នកធានាអូហ្នឹងហើយអញ្ចឹងអ្នកធានាមានន័យថាអូនបានយកគាត់មកដែរណាហ្នឹងហើយបងអាចសូមអនុញ្ញាតស្គាល់ឈ្មោះអូនតិចបានអត់ចាបងខ្ញុំឈ្មោះយិតលីងបងលីងសូមតកូលអូនឈ្មោះលីយិតលីងអូនរស់នៅភូមិណាដែរខ្ញុំនៅភូមិក្រាំងជ័យហ្នឹងហ្មងហើយអូអីទេខាងបងគឺបីតែភូមិផ្សេងគ្នាក៏អាចធានាបានដែរចាហ្នឹងហើយអូនរងថ្ងៃប្រកបមុខរបរអីដែរយិតលីងខ្ញុំអ្នកលក់កាហ្វេបងលក់កាហ្វេណាអញ្ចឹងបងសូមបញ្ជាក់តើតើជាមួយនឹងកាតព្វកិច្ចរបស់អ្នកធានាបន្តិចណាយេលីដើម្បីឲ្យអូនកាន់តែច្បាស់ហើយកុំឲ្យថ្ងៃក្រោយទៅពេលមានបញ្ហាយើងអត់យល់គ្នាគឺយើងមានន័យថាយើងអត់កម្មកុសដោយសារតែកតាអត់យល់អញ្ចឹងតើតើមួយអ្នកធានាមិនមែនគ្រាន់តែជាអ្នកធានាទេគឺជាអ្នកធានាពេញផ្លូវច្បាប់តែម្ដងប្រសិនបើថ្ងៃក្រោយឧទាហរណ៍ថាតិជនដែលត្រូវជាលក្ខណៈដែលគាត់អត់មានការបង់សងឬគាត់យឺតចោលដោយប្រការណាមួយអត់មានទំនួលខុសត្រូវអាហ្នឹងគឺយេលីងទទួលខុសត្រូវនៅអន្តរាគមន៍នឹងទាំងមូលមានន័យថាបងសងជាមួយគាត់តែម្ដងអញ្ចឹងយល់ណាហ្នឹងហើយបងសូមបញ្ជាក់រឿងហ្នឹងកុំឲ្យនៅពេលដែលថ្ងៃក្រោយយើងអត់យល់អាចមានការថ្នាក់គ្នាអញ្ចឹងមិញខ្ញុំបានចោះជួបអតិជនរួចរាល់ហើយនឹងឲ្យគាត់ឈ្មោះលក្ខណៈហើយគាត់រស់នៅភូមិទូបារាយខ្ញុំបានសង្កេតទៅលើតាក់ទងជាមួយនឹងគោលការណ៍របស់ខាងយើងមានពីចំណុចដែលត្រូវសិក្សាទៅលើអន្តរាគមន៍របស់គាត់អញ្ចឹងលក្ខខណ្ឌទី1គឺយើងសិក្សាអំពី 5C អញ្ចឹងយើងមើលថាតើ 5C នោះយើងសិក្សាទៅលើខ្លះខ្ញុំសង្កេតឃើញថាទី1តាក់ទងជាមួយនឹង register មានន័យថាយើងសង្កេតឬក៏មើលទៅលើអាកប្បកិរិយារបស់គាត់ឃើញថាគាត់អាកប្បកិរិយារបស់គាត់ល្អហើយទី2យើងក៏លេខទៅមើលតាក់ទងជាមួយសិក្សាទៅលើតាក់ទងមួយសមត្ថភាពបងសងរបស់គាត់ខ្ញុំឃើញថាអាជីវកម្មរបស់គាត់ល្អហើយចំណូលរបស់គាត់ទៀងទាត់ប៉ុន្តែទោះបីថាវិក័យប័ត្រក្នុងការចំណូលចំណាយតាក់ទងអាជីវកម្មរបស់គាត់រាល់ថ្ងៃមិនមានគ្រប់គ្រាន់ក៏ដោយប៉ុន្តែឃើញថាតំបន់នោះគឺគាត់លក់ដាច់ហើយជាតំបន់ទីប្រជុំជនអញ្ចឹងបើទោះបីយើងដាក់អនុទានជូនគាត់ក៏វាមានហានិភ័យទៀតអញ្ចឹងចូលលក្ខខណ្ឌទី3តាក់ទងមួយដើមទុនរបស់គាត់យើងឃើញថាគាត់មានស្តុកអីវ៉ាន់ច្រើនហើយគាត់មានលុយសាច់ប្រាក់នៅក្នុងដៃចំនួន$3000ដែរអញ្ចឹងបើយើងបូកអន្តរាគមន៍យើង10000ថែមទៀតមាននៅតំបន់ដែលគាត់គ្រប់គ្រងឬក៏តំបន់ដែលគាត់រស់ស៊ីហ្នឹងវាមានភាពកាន់តែល្អប្រសើរជាងមុនដោយសារគាត់មានដើមទុនពង្រីកអាជីវកម្មរបស់គាត់ហ្នឹងបានគ្រប់គ្រាន់ហើយយើងសិក្សាចំណុចមួយទៀតតាក់ទងជាមួយទ្រព្យធនធានរបស់គាត់ក៏នៅតំបន់ទីផ្សារយើងតំបន់ជាតំបន់សក្តានុពលល្អមែនទែនហើយនៅទីនោះក៏មានរោងចក្រនៅជិតហ្នឹងដែរហើយចូលចំណុចចុងក្រោយចូលជាមួយនឹង condition អញ្ចឹង condition របស់យើងឃើញថាលក្ខខណ្ឌរបស់គាត់អត់មានអីជាបញ្ហាទេគឺយើងចូលលក្ខខណ្ឌគោលការណ៍របស់ស្ថាប័នយើងតែម្ដងអញ្ចឹងមានន័យថាយើងអាចផ្ដល់ជូនលក្ខខណ្ឌទី1ដែលយើងធ្វើការវិភាគ 5C នេះយើងឃើញថាគាត់
ចូល 70-80% ដែលយើងអាចផ្ដល់បានហើយចូលលក្ខខណ្ឌមួយទៀតគឺការវិភាគមួយទៀតគឺយើង 4R តាក់ទង 4R គឺយើងសំដៅទៅលើការវិភាគតាក់ទងជាមួយនឹងចំណុចទី1គឺ right person គឺមានន័យថាយើងដាក់ចំឲ្យចំមនុស្សនឹងមិនមានអាកប្បកិរិយាល្អចំណេះដឹងជំនាញផ្សេងដែលគាត់មានក្នុងខ្លួនអាចបកប្រកាន់ផលឬក៏អាចរីកចម្រើននៅលើជំនាញរបស់គាត់ឬក៏ការរកចំណូលរបស់គាត់ប្រចាំខែឬក៏ប្រចាំថ្ងៃហ្នឹងមានភាពរីកចម្រើនល្អជាងមុនទី2តាក់ទងជាមួយនឹង right business យើងឃើញថាដូចខ្ញុំលើកឡើងខាងលើអញ្ចឹងតាក់ទងជាមួយ right business យើងឃើញថាតំបន់គាត់គឺជាតំបន់ផ្សារស្ថិតនៅតំបន់ផ្សារក្រាំងជែកអញ្ចឹងមានន័យថាវាជាតំបន់មួយដែលជាតំបន់ល្អដែលមានសក្តានុពលគឺអាចចំណូលរបស់គាត់មានភាពរីកចម្រើនល្អជាងមុនយើងចូលលក្ខខណ្ឌទី3គឺការសិក្សា right amount នេះគឺយើងនិយាយអំពីទំហំឥណទានដែលយើងគួរផ្ដល់ជូនគាត់អញ្ចឹងឃើញថាអតិថិជនដែលគាត់ស្នើសុំមកកាន់ភ្នាក់ងារឥណទានរបស់យើងនេះគឺមានន័យថាទំហំដែលគាត់ស្នើសុំនេះគឺអត់ខ្ពស់ពេកទេគឺទំហំដែលគាត់អាចមានសមត្ថភាពបង់សងបានទំហំ 10000 ហើយបើយើងនិយាយធៀបមួយចំណូលរបស់គាត់ប្រចាំខែបានរហូតដល់ប្រាក់ចំណេញសុទ្ធ$700បើយើងធៀបមួយការបង់សងមកគាត់តែ200អញ្ចឹងយើងសមត្ថភាពរបស់គាត់អាចបង់រួចយើងចូលចំណុចចុងក្រោយគឺតាក់ទងជាមួយនឹង right time អញ្ចឹងបច្ចុប្បន្នដែលគាត់កំពុងស្នើសុំនេះវាត្រូវកាលជាមួយនឹងវាមិនមានជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើងមានបញ្ហាទេទោះបីតែមានបញ្ហាតាក់ទងមួយព្រំដែនតិចតួចក្តីប៉ុន្តែវាអាចជះឥទ្ធិពលប៉ះពាល់រហូតដល់ទីក្រុងឬក៏ខេត្តកំពង់ស្ពឺវាអាចប៉ះពាល់ទីទួចប៉ុន្តែវាមិនអាចជាប៉ះពាល់ភាគធំទេយើងឃើញថាបើប៉ះពាល់ភាគធំដូចជានៅខាងខេត្តរតនគិរីខាងដែលយើងជាដែននៅក្នុងជាប់ជាមួយនឹងព្រំដែនថៃដូចជាដល់មានជ័យហើយនឹងបន្ទាយមានជ័យអញ្ចឹងចំណុចទាំងអស់ខ្ញុំលើកឡើងមកវិញដែលយើងសិក្សាមុនផ្ដល់ឥណទានជូនគាត់បាននេះគឺយើងបានវិភាគល្អិតល្អន់អស់ហើយយើងសិក្សាទៅលើ 5C បាទគោលការណ៍ 5C របស់យើងហើយទី1ទី2គឺយើងសិក្សាទៅលើគោលការណ៍ 4R ចឹងអត់អីទេបងតាមមើលឯកសារហើយនឹងប្រវត្តិរបស់ភ្ញៀវហើយតាមការវិភាគរបស់តាម 5CI ហ៎បងនឹង 4R តាមគោលការណ៍របស់ក្រុមហ៊ុនយើងហ៎បងក្រឡេកឃើញថាតេជនអូខេបង CVC ល្អហើយការធ្វើអាជីវកម្មរបស់គាត់ក៏ល្អដែរហើយរយៈពេលធ្វើរបស់គាត់ហ្នឹងក៏បានរៀងយូរដែរអញ្ចឹងអត់អីទេបងអាចណាត់ភ្ញៀវមកដកលុយបានណាណាត់នៅស្អែកឲ្យគាត់មកដកមកបងហ្នឹងហើយអរគុណច្រើនបងអញ្ចឹងមានន័យថាខ្ញុំអាចណាត់ភ្ញៀវបើកលុយស្អែកបានខ្ញុំយល់ចាបងហ្នឹងហើយអរគុណបងនាយកអញ្ចឹងខ្ញុំអាចណាត់គាត់បើកលុយស្អែកបានខ្ញុំយល់ហ្នឹងហើយបាទអញ្ចឹងអរគុណច្រើនណាបងនាយកបាទអរគុណជំរាបសួរអូនម្ដងទៀតហ្នឹងហើយដោយសារឯកសារបងអូនដែលដាក់សំណើមកខាងបងមិញនេះបងបានជួបមេរបស់បងហើយអញ្ចឹងគាត់អូខេហើយហ្នឹងហើយអញ្ចឹងយើងអាចអូនអាចមកបើកលុយស្អែកបានដោយសារថ្ងៃហ្នឹងយើងអត់ទាន់ទេហើយមុនបើកលុយបងសូមបញ្ជាក់នៅកិច្ចសន្យាខាងលើតិចអូនដាក់បងលុយថ្ងៃ15ណាអូនណាហ្នឹងហើយអញ្ចឹងធ្វើយ៉ាងណាក៏ដោយយើងអាចបង់មុនថ្ងៃ15អាចឧទាហរណ៍ថាថ្ងៃ10 11 12ឬក៏13ឬ14អញ្ចឹងធ្វើមិនក៏ដោយបងឲ្យបានមុនប្រសិនបើយើងបង់ក្រោយថ្ងៃ15អាចប្រវត្តិបងសងរបស់យើងអត់ល្អទេហ្នឹងហើយអញ្ចឹងបងសូមបញ្ជាក់ប៉ុណ្ណឹងហើយអូនមានសំណួរអីសួរមកកាន់បងថែមអត់ឬក៏មានអីចង់សួរបងដែរទេអត់មានទេណោះអញ្ចឹងមានប៉ុណ្ណឹងអូនណាអញ្ចឹងស្អែកម៉ោង12អូនចាំមកបើកលុយណាអញ្ចឹងបងអរគុណច្រើនហ្នឹងហើយជម្រាបលាអរគុណច្រើនអូនបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបានទស្សនាតាក់ទងជាមួយនឹងវីដេអូនៃការសម្ភាសឬក៏ធ្វើឯកសារយើងក៏ចេះចោះកិច្ចសន្យាជាមួយអតិថិជនហើយអញ្ចឹងមុនយើងចោះកិច្ចសន្យាយើងក៏មិនមែនចោះកិច្ចសន្យាដោយយល់តែយើងតែឯងយើងត្រូវបញ្យល់ទៅកាន់គាត់តាក់ទងទី1អត្រាការប្រាក់ថ្លៃសេវានិងឬក៏ថ្លៃឆែក CVC ផ្សេងប្រសិនបើយើងមិនបានបញ្ជាក់ទេមានន័យថាយើងធ្វើអត់ត្រឹមត្រូវតាមការណែនាំរបស់ធនាគារជាតិទេព្រោះកាលណាដែលភ្ញៀវគាត់អត់ដឹងឬក៏អតិថិជនគាត់អត់ដឹងអញ្ចឹងអត់ដឹងថាសេវានោះគាត់បង់ថ្លៃទៅលើខ្លះទេអញ្ចឹងអរគុណច្រើនជាថ្មីម្ដងទៀតដោយបងប្អូនបានទស្សនាពីវីដេអូខាងមុខអញ្ចឹងនៅពេលដែលយើងផ្ដល់ឥណទានជូនទៅកាន់អតិថិជនហើយយើងនឹងធ្វើការត្រួតពិនិត្យអតិថិជនក្រោយពេលតម្លាក់ទុនក្នុងគោលបំណងធ្វើការត្រួតពិនិត្យក្រោយពេលតម្លាក់ទុនទៅកាន់អតិថិជននេះគឺដើម្បីយើងដឹងអំពីបញ្ហាប្រឈមនៃការរកចំណូលរបស់គាត់ហ្នឹងហើយមួយទៀតគឺតាក់ទងជាមួយគោលបំណងយើងនិយាយអំពីបញ្ហាប្រឈមរបស់ចំណូលរបស់អតិថិជនយើងអាចមើលតើនៅពេលដែលគាត់ខ្ចីយើងហើយតើបច្ចុប្បន្ននេះចំណូលរបស់គាត់មានការកើនឡើងឬក៏ថយចុះបើសិនជាមានសញ្ញាថយចុះវាអាចជាបញ្ហាប្រឈមនៃការបង់សងឥណទានរបស់យើងដែរហើយចំណុចតាក់ទងជាមួយគោលបំណងនេះយើងមើលឃើញថាតើគាត់នៅពេលដែលគាត់ប្រើប្រាស់សេវាឥណទានរបស់យើងតើគាត់យកគោលបំណងនោះទៅបានដាក់អីវ៉ាន់ចាប់ពួយស្តុករបស់គាត់នឹងកើនឡើងជាងមុនអត់ហើយនឹងតាក់ទងជាមួយនឹងការពង្រីកតូបរបស់គាត់នឹងគឺគាត់បានធ្វើប្រតិកម្មមែនអត់អញ្ចឹងជាក់ស្ដែងគឺយើងចោះទៅមើលទៅដល់ទីតាំងដើម្បីធានាសុវត្ថិភាពច្បាស់ 100% ថាឥណទាននោះគឺមិនមានការបង់សងយឺតយ៉ាវទៅថ្ងៃក្រោយទេ
ចឹងដូចដែលបងប្អូនបានទស្សនាតាក់ទងមួយវីដេអូខាងដើមហើយនឹងតាក់ទងមួយការបកស្រាយទៅលើដំណើរការនៃការគ្រប់គ្រងឥណទានរបស់យើងអញ្ចឹងនិយាយជារួមថាតើយើងមុនដាក់តម្លាក់ទុនជូនអតិថិជនឬក៏ដាក់ទុនជូនអតិថិជនហ្នឹងយើងបានសិក្សាទៅលើខ្លះដើម្បីវាកាត់ថយហានិភ័យយើងមិនមែនថាយើងធ្វើឥណទានអត់ជួបហានិភ័យទេប៉ុន្តែគឺយើងត្រូវសិក្សាយើងមានគោលការណ៍យើងច្បាស់លាស់តាក់ទងដូចដែលខ្ញុំបានលើកឡើងខាងលើហ្នឹងអញ្ចឹងដំណើរការនៃការគ្រប់គ្រងឥណទានរបស់យើងគឺយើងមើលតាំងពីអតិថិជនក៏ខ្ចីយើងទាំងដំបូងបន្ទាប់មកគឺយើងតម្លាក់ទុនជូនគាត់ហើយគឺយើងទៅតាមដានថាតើនៅពេលដែលយើងផ្ដល់ឥណទានជូនគាត់ហើយហ្នឹងគឺគាត់មានភាពរីកចម្រើនអត់លុយដែលគាត់យកទៅហ្នឹងប្រើត្រូវគុំម្ដងអត់ហើយនឹងជាមួយនឹងករណីមួយទៀតគឺចំណូលថាតើនៅពេលដែលគាត់ខ្ចីយើងនឹងហើយតើចំណូលរបស់គាត់មានការរីកចម្រើនជាងមុនអត់អញ្ចឹងនៅពេលដែលយើងមើលឃើញថាបើសិនជាគាត់ចំណូលរបស់គាត់រកមិនបានដូចមុនទេលក់ដូរមិនសូវដាច់ទេដោយសារជាបញ្ហាកត្តា1 2 3លក់មិនដាច់ដោយសារកត្តាអីយើងត្រូវសិក្សាអំពីកត្តានឹងជាក់ស្ដែងហើយអាចប្រមូលព័ត៌មានយើងយកមកភាគជាមួយថ្នាក់គ្រប់គ្រងរបស់យើងថាតើយើងគួរតែដោះស្រាយបែបណាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយចំណុចរបស់ក្រុមរបស់យើងខ្ញុំដែលមានសមាជិកចំនួន5នាក់យើងគឺធ្វើការបកស្រាយទាក់ទងមួយវិធានបទដំណើរការនៃការគ្រប់គ្រងឥណទានរបស់យើងមានប៉ុណ្ណឹងហើយជាចុងក្រោយសូមជូនពរបងប្អូនទាំងអស់គ្នារួមទាំងលោកសាស្ត្រាចារ្យលោកគ្រូលោកសាស្ត្រាចារ្យប៊ីវិចិត្រនឹងឲ្យជូនពរឲ្យមានសុខភាពល្អហើយនឹងរកស៊ីទទួលទានមានបានគ្រប់គ្រងវិសាទាំងអស់គ្នាបាទសូមអរគុណច្រើន